កុំផ្ដល់សម្ពាធដល់អ្នកក្រោមបង្គាប់ពេកថ្ងៃនេះខ្ញុំចង់ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនមួយជាអ្នកធ្វើការខ្ញុំជួបប្រទះការរិះគន់និងការស្ដីបន្ទោសជាញឹកញាប់ពេលខ្លះគ្រាន់តែរឿងតូចតាចប៉ុន្តែត្រូវបានធ្វើឲ្យคล้ายជារឿងធំពាក្យសម្ដីខ្លះមិនមែនសម្រាប់កែប្រែទេប៉ុន្តែវាប្រែคล้ายជាសម្ពាធផ្លូវចិត្តរាល់ព្រឹកខ្ញុំទៅធ្វើការជាមួយអារម្មណ៍ព្រួយខ្ញុំមិនខ្វះសមត្ថភាពទេប៉ុន្តែពេលដែលអ្នកគ្រប់គ្រងមិនយល់ពីអារម្មណ៍អ្នកក្រោមបង្គាប់នោះការងារល្អៗក៏អាចបាត់បង់ថាមពលបានដែរអ្នកដឹងទេថាពាក្យសម្ដីមួយអាចសម្លាប់កម្លាំងចិត្តមនុស្សម្នាក់បានមនុស្សជាច្រើនមិនឈប់ធ្វើការព្រោះខ្ជិលទេតែព្រោះអស់កម្លាំងចិត្តបានអ្នកជាមេឬជាអ្នកគ្រប់គ្រងសូមចាំថាអ្នកក្រោមបង្គាប់របស់អ្នកគឺជាមនុស្សដូចអ្នកដែរពួកគេមានគ្រួសារមានបញ្ហាមានបេះដូងនិងមានអារម្មណ៍ឈឺចាប់ពេលអ្នកនិយាយតែម្ដងដោយកំហឹងអ្នកប្រហែលជាស្ងប់ចិត្តបានប៉ុន្តែអ្នកក្រោមបង្គាប់អាចយកការឈឺចាប់នោះទៅផ្ទះជារៀងរាល់ថ្ងៃសូមព្យាយាមបំលែងការស្ដីបន្ទោសទៅជាការណែនាំបំលែងសម្ពាធទៅជាការលើកទឹកចិត្តពេលអ្នកដឹកនាំដោយមេត្តាករុណាអ្នកនឹងឃើញថាក្រុមការងាររបស់អ្នករីកចម្រើនដោយចិត្តស្មោះវីដេអូនេះខ្ញុំមិនធ្វើដើម្បីបន្ទោសនរណាម្នាក់ទេខ្ញុំធ្វើវាដើម្បីឲ្យអ្នកទាំងអស់គ្នាចាប់ផ្ដើមគិតពីអារម្មណ៍គ្នាទៅវិញទៅមកសូមកុំផ្ដល់សម្ពាធដល់អ្នកក្រោមបង្គាប់ពេកព្រោះពេលបេះដូងមនុស្សម្នាក់បែកការងារល្អៗក៏បាត់បង់តម្លៃដែរខ្ញុំសង្ឃឹមថានេះជាសារដ៏ល្អសម្រាប់អ្នកដឹកនាំគ្រប់រូបគ្រប់គ្រងដោយក្តីស្រឡាញ់ក្តីមេត្តាអ្នកនឹងទទួលបានសេចក្តីសុខសាន្តគ្មានអ្វីប្រៀបបានប្រសិនបើបងប្អូនចង់ឲ្យខ្ញុំចែករំលែកបទពិសោធន៍ជាច្រើនទៀតសូមជួយ Subscribe Channel YouTube របស់ខ្ញុំផងសូមអរគុណ